បងប្អូន5ចំណុចនេះធ្វើឲ្យទូរស័ព្ទ iPhone របស់បងប្អូនកាន់ថ្មជូរជាងមុនជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំស្មីថ្ងៃនេះវីដេអូមួយនេះគឺមកចង់ចែកម្លែកតាក់ទងជាមួយនឹងរបៀប save ថ្មទូរស័ព្ទ iPhone របស់យើងឲ្យកាន់ថ្មជាងមុនអញ្ចឹងណាអញ្ចឹងបងប្អូនប្រហែលជាលេងទូរស័ព្ទ iPhone ច្រើនឬក៏តិចទៅតាមនឹងទៅប៉ុន្តែទូរស័ព្ទរៀងអស់ថ្មលឿនអញ្ចឹងនេះគឺអាចមកមើលវីដេអូនេះបានជាដំបូងបងប្អូនគ្រាន់តែចូលមក setting របស់យើងមកបន្ទាប់មកបងប្អូនត្រូវរកពាក្យមួយដែលមានឈ្មោះថា display and brightness នេះលើនឹងមួយមកអញ្ចឹងបើសិនជាបងប្អូនបើកពណ៌សដូចរបស់ខ្ញុំបងប្អូនត្រូវដូរមក dark mode មកដើម្បីសន្សំសំចៃចំណុចទី2បងប្អូនត្រូវចេញមកក្រៅមកយើងចូលមក setting នឹងដែរហើយរកពាក្យថាហើយយើងយកអាមួយនេះមកទី2បន្តមកទៀតបងប្អូនអ៊ំមកក្រោមហើយរកពាក្យថា display and text size ហើយបងប្អូនអ៊ំមកក្រោមអស់មកបងប្អូននឹងឃើញមានចំណុចមួយគឺ reduce white point នេះត្រង់ចំណុចនេះនៅពេលបងប្អូនបើកទាំងអស់គឺវាភ្លឺធម្មតាអញ្ចេះចឹងបើសិនជាបងប្អូនបិទវាមកចេះមកបើថា iPhone របស់យើងកាន់តែងឹតប៉ុណ្ណឹងរហូតចឹងណាវាអត់មានឡើងចុះទេត្រង់នេះបងអាស្រ័យលើបងប្អូនទេបើសិនជាយើងអត់ចូលចិត្តងឹតទេបងប្អូនមិនបាច់បិទវាទេប៉ុន្តែបើសិនជាបងប្អូនចង់ចូលចិត្តលក្ខណៈថេចឹងយើងអាចបើកវាពាក់កណ្ដាលឲ្យមកឬក៏យក 50% យើងអាចកំណត់វាថេចឹងក៏វាជួយសំចៃភ្លើងរបស់យើងដែរចំណុចទី3គឺបងប្អូនត្រូវបិទអាមួយនេះ auto brightness ចឹងថាអានេះវា auto នៅពេលកន្លែងណាងឹតគឺវា iPhone គឺវាងឹតដែរកន្លែងណាភ្លឺគឺវា auto ភ្លឺចឹងណាអញ្ចឹងទី4បងប្អូនអ៊ំមកក្រោមមករកពាក្យថា privacy and security អញ្ចឹងបងប្អូនអ៊ំមកក្រោមអស់ទៀតមករកពាក្យថា analyze ហើយជាមួយ improvement ហើយកន្លែងនេះបងប្អូនអាចបិទមកត្រង់នេះគឺបែរថាយើងបិទទាំងអស់ iPhone នឹង send data ទៅខាងក្រុមហ៊ុន Apple ដើម្បីឲ្យដើម្បីឲ្យ product របស់គេកាន់តែ improve កាន់តែរីកចម្រើនឬកាន់តែអីចឹងណាអូខេខ្ញុំថែមឲ្យបងប្អូនមួយចំណុចទៀតនៅពេលយើងប្រើប្រាស់កម្មវិធីច្រើនអញ្ចឹងបងប្អូនអាសា clear app ទៅអូខេយើងអាសា clear app វាមួយអញ្ចឹងណានេះដូចអញ្ចឹងបងប្អូនអាចអាសា clear app មកយើង clear អញ្ចឹងមកអូខេយើង clear បែបហ្នឹងក៏មកទូរស័ព្ទរបស់យើងស៊ីថ្មកាលណា app របស់យើងកាន់តែច្រើនគឺវាត្រូវការថ្មរុញកាន់តែច្រើននេះគ្នាអញ្ចឹងថ្ងៃនេះសង្ឃឹមថាបងប្អូនបានរៀនអ្វីថ្មីបន្ថែមទៀតមួយវិញទៀតណាសម្រាប់បងប្អូនដែលចូលចិត្តកម្មង់អវ៉ាន់ពីប្រទេសចិនខ្ញុំសូមណែនាំបងប្អូនឲ្យចូលទៅមើលវីដេអូមួយនេះនៅលើ Facebook page របស់ខ្ញុំអញ្ចឹងបងប្អូនក៏ចូល Facebook page របស់ខ្ញុំមកអូសមកក្រោមតិចមកនៅឃើញវីដេអូមួយហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលវីដេអូហ្នឹងពីដើមដល់ចប់ទៅរយៈពេល11នាទីអញ្ចឹងបងប្អូនអាចចេះកម្មង់អវ៉ាន់ពីចិនដោយខ្លួនឯងហើយជាពិសេសគឺយើងអាចត្រូវការដាក់ location នៅប្រទេសចិននេះយើងកម្មង់តាមរយៈ app BB Mall មួយនេះបងប្អូនចូលទៅ app ហ្នឹងហើយកម្មង់យកតែម្ដងហើយចំពោះថ្លៃសេវាវិញគឺ1គីឡូគឺត្រឹមតែ$1តែប៉ុណ្ណោះសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងទៅ customer service របស់ BB Mall បានដើម្បីយល់ដឹងកាន់តែច្បាស់អញ្ចឹងណាសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះកុំភ្លេច follow and share វីដេអូមួយនេះ